Shalom Shalom អរគុណព្រះអង្គខ្ញុំនឹងបង្ហាញរបៀបឆែកមើលនៅក្នុង account របស់បងប្អូនឆែកមើលទូទៅដូចពេលនេះយើងបើកហើយយើងចូលហើយដូច្នេះយើងឃើញចំនួនទឹកប្រាក់របស់យើងនៅក្នុងនេះបើយើងដូរទៅខ្មែរអត់មានចំនួនទឹកប្រាក់របស់យើងដែលយើងអាចដកយកមកប្រើប្រាស់បានអូខេចំនួនទឹកប្រាក់របស់យើងដែលយើងអាចដកយកមកប្រើប្រាស់បានរបៀបដកយកមកប្រើប្រាស់ខ្ញុំបានធ្វើវីដេអូរួចហើយដូច្នេះយើងមើលអ្វីខ្លះទៀតឥឡូវនេះយើងមើលចំនួនទឹកប្រាក់យើងបើកមកគឺវាចេញមកអញ្ចឹងនៅក្នុងហៅប៉ៅរបស់យើងមានហ្នឹងនៅក្នុងហៅប៉ៅរបស់យើងហៅប៉ៅរបស់យើងនៅក្នុង account on passive ដូច្នេះយើងចុចឲ្យកន្លែងនេះយើងចង់ដឹងថាមានប្រមាណអ្នកនៅក្នុងនៅក្រោមយើងអត់មានភាសាខ្មែរអូខេបងប្អូនឃើញនេះទេ user យើងចុចវាទៅអូខេយើងឃើញ20នាក់ហ្នឹង20នាក់ហើយយើងរុញវាឡើងទៅលើទៅយើងឃើញនេះឈ្មោះឈ្មោះរបស់អ្នកដែលយើងនាំគេចូលចុះឈ្មោះនៅពីក្រោមយើងខ្លះបងខ្លះមិនតាន់បងអូខេហើយយើងចង់ដឹងថាអ្នកណាខ្លះដែលបងហើយអូខេអ្នកណាខ្លះដែលបងហើយយើងទៅធ្វើយ៉ាងម៉េចត្រឡប់មកនេះវិញហើយយើងចុចឲ្យកន្លែង wallet មានន័យថាហៅប៉ៅរបស់យើងហើយយើងចុចឲ្យកន្លែងនេះសាកមើលតើយើងវានាំយើងទៅណា my revenueនៅក្នុងនេះពេលណាដែលយើងចុចហ្នឹងទៅវានាំយើងចូលមកក្នុងនេះហើយសិតតែបញ្ជីរាយនាមឈ្មោះអ្នកនៅពីក្រោមយើងហើយអ្នកដែលនៅពីក្រោមយើងហ្នឹងគេបានបង់ហើយអូខេគេបង់រួចហើយគេនេះ paid amount បង់រួចហើយយើងមើលនេះនេះគឺជាចំនួនដែលក្រុមហ៊ុនបង់ឲ្យយើង25%ពី143ហ្នឹងគឺស្មើនឹង36.76 សេនហ្នឹងដូច្នេះនេះគឺជាចំនួនទឹកប្រាក់ដែលអ្នកដែលគេបានបង់អ្នកនៅពីក្រោមយើងនឹងបានបង់ហើយឈ្មោះអ្នកណាខ្លះដែលបានបង់នេះគឺឈ្មោះអូខេថ្ងៃទីហើយគេទិញអីគឺគេទិញorganic Shinarana Shinikosa អូខេ
កន្លែងនេះប៉ុណ្ណឹងសិនយើងត្រឡប់ទៅក្រោយវិញយើងទៅមើលអីទៀតដូច្នេះពេលណាដែលយើងត្រឡប់មកក្រោយវិញវាតែងតែបង្ហាញចំនួនទឹកប្រាក់ដែលយើងមាននៅទីនេះ397ហ្នឹងចំនួនទឹកប្រាក់របស់យើងហ្នឹងបើសិនជាយើងអត់ដឹងថាចំនួនទឹកប្រាក់យើងមានប៉ុន្មាននេះអូខេអីទៀត order my contact my invitee មានអីទៀតអូខេmy subscription មានន័យថាការជាវរបស់យើងបានជាវផលិតផល O Connect ហ្នឹងមានន័យថាយើងបានទិញខ្លួនឯងហ្នឹងឯងគឺ pay out connection user subscribe យើងបានsubscription អូខេនេះគាត់ថាជាបង្ហាញថាយើងតើហ្នឹងយើងបានជាវO Connect ហ្នឹង3ខែហ្នឹងហើយដូច្នេះបន្ទាប់ពី3ខែនឹងមានការប្រែប្រួលតម្លៃហ្នឹងមិនដឹងឡើងឬក៏ចុះទេហ្នឹងហើយមានអីទៀតដែលយើងត្រូវមើលមកនេះវិញក៏មានអីទៀតទេមានតែប៉ុណ្្នឹងឯងអូខេប៉ុណ្្នឹងហើយសូមអរគុណពរ